ពីយប់មិញថ្ងៃទី2នៃបុណ្យអុំទូកខ្ញុំក៏បានទៅដើរលេងនៅទឹកខ្មៅដែរបងចេញពីផ្ទះទៅទឹកខ្មៅទៅរើអីញ៉ាំបងខ្ញុំក៏មកបាយឆាបើខ្ញុំវិញក៏មកមីឆានិយាយថាកន្លែងណាក៏សបោមនុស្សទិញដែរប៉ុន្តែខ្ញុំអត់ដឹងថាគាត់ដាក់គ្រឿងអត់ទេពួកអីមីឆាសូមមានជាតិហ្មងសង្ស័យថាលក់ដាច់ពេកផ្លេចដាក់គ្រឿងឲ្យខ្ញុំហ្មងរសជាតិសាបនិយាយទៅអត់ដាក់គ្រឿងអញ្ចឹងថាទិញកន្លែងណាឆ្ងាញ់ខ្ញុំថាឆ្ងាញ់ថាអត់ឆ្ងាញ់អត់ហើយពួកឯងនៅតែខ្មៅនោះមានកន្លែងក្មេងលេងបងអញ្ចឹងនាំក្មួយនាំអីទៅលេងហើយក៏ឆ្លៀតរើអីញ៉ាំផងដែរចេញពីតែខ្មៅក៏ចូលឈៀងអ៊ីអន3ពួកឯងផ្លូវតែមួយកុំឲ្យខាតបន្ទាប់ពីដល់អ៊ីអន3ដូចម៉ោង9ហើយបងចិត្តរើអីញ៉ាំនៅតែខ្មៅអត់ត្រូវមាត់ឥឡូវមកញ៉ាំអីនៅអ៊ីអន3ម្ដងកន្លែងនេះកន្លែងម៉ូខ្ញុំបងធ្លាប់មើលវីដេអូមុនដឹងហើយមកលថាំងបងប៉ុន្តែតើមកម្ដងនេះប្រហែលខ្ញុំយករសជាតិខុសព្រោះអីរសជាតិអត់សូវឆ្ងាញ់ដូចមុនប្រហែលខ្ញុំរើសខុសតែមួយមកពីខ្ញុំដើរច្រើនខ្ញុំហត់ហងខ្ញុំចិត្តគ្រប់ខែហងដើរហងហត់ហងទៅពេលញ៉ាំទៅអត់សូវឆ្ងាញ់ខ្ញុំគិតប្រហែលចឹងមកពីហត់ឃើញពោះធំចឹងមិនប៉ុន្តែចង់ដើរអង្គេងឯងដែរហ្នឹងណាពេលហ្នឹងពីអ្នកបងនាំគ្នាញ៉ាំបានមួយបន្ទុះហើយក៏បានចិត្តម៉ោង10ដែរបានមកដល់ផ្ទះវិញមិនមកដល់ផ្ទះឲ្យញ៉ាំហើយម៉ោង10ចេញពីអ៊ីអនបន្ទាប់ហើយក៏នាំគ្នាមកផ្ទះវិញទៅចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេបងThank you bye bye